សាលាបឋមសិក្សាចំនួន9ក្នុងខេត្តសៀមរាបទទួលបានអំណោយជាសម្ភារៈប្រើប្រាស់បម្រើដល់ការសិក្សាពីអង្គការមូលនិធិគ្រួសារសម្រាប់កុមារតាមរយៈមន្ទីរសង្គមកិច្ចសម្ភារៈបម្រើដល់ការសិក្សាជាជំនួយរបស់អង្គការមូលនិធិគ្រួសារសម្រាប់កុមាររួមមានកង្ហា257គ្រឿងក្តារខៀន24និងទឹក242ត្រូវបានប្រគល់ជូនដល់សាលាបឋមសិក្សាចំនួន9ស្ថិតក្នុងក្រុងសៀមរាបនិងស្រុកសូត្រនិគមខេត្តសៀមរាបតាមរយៈមន្ទីរសង្គមកិច្ចខេត្តដែលសាលាទាំង9នេះជាសាលាដែលកំពុងមានការខ្វះខាតសម្ភារៈប្រើប្រាស់លោកមឿនសកុនអនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបានបង្ហាញក្តីសោមនស្សរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិគ្រួសារសម្រាប់កុមារដែលតែងតែយកចិត្តទុកដាក់និងរួមចំណែកជាមួយអាជ្ញាធរខេត្តក្នុងការអភិវឌ្ឍវិស័យអប់រំនិងលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជាលោកក៏បានផ្ដាំផ្ញើដល់នាយកសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សឲ្យចូលរួមថែរក្សាសម្ភារៈទាំងនេះឲ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែងនិងជាប្រយោជន៍ដល់ការសិក្សារៀនសូត្រជំនាន់ក្រោយៗទៀតលោកបន្តថាអំណោយដែលបានផ្ដល់ជូននេះពេលនេះពិតជាបានរួមចំណែកដល់វិស័យអប់រំនៅកម្ពុជាជាពិសេសខេត្តសៀមរាបផ្ទាល់ដើម្បីអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ចជាតិនិងគិតគូរដល់ឧត្តមប្រយោជន៍របស់កុមារនៅតាមសាលារៀនផងដែរក្នុងនេះមន្ទីរសង្គមកិច្ចលោកសង្ឃឹមជឿជាក់ថាអង្គការមូលនិធិគ្រួសារសម្រាប់កុមារនឹងបន្តជួយសាលារៀនផ្សេងៗទៀតនិងដល់កុមារដែលត្រូវការជំនួយនៅក្នុងខេត្តសៀមរាបព្រមទាំងសង្ឃឹមថាឆ្នាំក្រោយៗនឹងបន្តផ្ដល់ជំនួយដល់សាលារៀនផ្សេងៗទៀតដែលមានការខ្វះខាតជាមួយគ្នានេះលោកឈិនឆុងជីប្រធានអង្គការមូលនិធិគ្រួសារសម្រាប់កុមារបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងវិស័យអប់រំនៅខេត្តសៀមរាបតាមរយៈការឧបត្ថម្ភក្តារខៀនរួមនឹងកង្ហាជូនដល់សាលារៀនក្នុងមូលដ្ឋានលោកក៏បានសូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីនិងសាលារៀនទាំងអស់ដែលបានគាំទ្រនិងសូមអរគុណចំពោះវត្តឈីងគួរដែលបានឧបត្ថម្ភថវិកាជួយឲ្យគម្រោងនេះអាចលេចចេញជារូបរាងឡើងបានលោកឈិនឆុងជីបានបង្ហាញថាអង្គការមូលនិធិគ្រួសារសម្រាប់កុមារតែងតែបដិញ្ញាយ៉ាងមុតមាំក្នុងការគាំទ្រវិស័យអប់រំនៅកម្ពុជាយើងជឿជាក់យ៉ាងមុតមាំថាបរិស្ថានសិក្សាដ៏ល្អមួយនឹងជួយឲ្យកុមារកម្ពុជាកសាងអនាគតដ៏ភ្លឺស្វាងនិងចាប់ផុតពីវដ្តនៃភាពក្រីក្រទៅថ្ងៃអនាគតយុវជនដែលមានចំណេះដឹងជ្រៅជ្រះក៏នឹងចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើននិងរឹងមាំជាលំដាប់ផងដែរ